ក្រោយភ្លៀងមេឃស្រឡះនៅរសៀលថ្ងៃទី7ខែកក្កដាឆ្នាំ2026នេះអ្នកបើកបររថយន្តស្ទូចនិងព្រុសឡាត្រូវបានលោកចៅក្រមចេញដោយការបង្គាប់ឲ្យដោះលែងពីពន្ធនាគារម៉ូមួយវិញហើយដោយការបង្គាប់ឲ្យដោះលែងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី1ម៉ូមួយដោះលែងជនត្រូវចោទឈ្មោះយាតសិទ្ធមានអត្តសញ្ញាណខាងលើប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី1ម៉ូមួយដោះលែងជនត្រូវចោទឈ្មោះខេនសុកមានអត្តសញ្ញាណខាងលើប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ